ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបានការងារថ្មីមួយទៀតតាក់ទងមួយ slider បាទទ្វា slider របស់ Toyota នេះដូចជា Previa បាទ Toyota Previa ឆ្នាំ2007បើមានបញ្ហាផ្នែកslider ហាក់ស្ដាំនេះវាអត់ដំណើរការឥឡូវនេះយកមកកន្លែងខ្ញុំធ្វើការជួសជុលអញ្ចឹងឥឡូវវាដំណើរការវិញហើយធ្វើរួចហើយបាទគឺឃើញថាវាដំណើរការអែម smooth ហើយវាចិត្តវាអែមវាត្រឹមត្រូវអញ្ចឹងណាបាទឃើញវាដំណើរការវាចូលអឹបអញ្ចឹងយើងទាញខាងក្រៅបាទវាដើរតាមធម្មតារបស់វាតាមស៊ីន original អញ្ចឹងណាយើងប្រើដៃខាងក្នុងក៏បានដែរបាទឃើញទេយើងប្រើតាមតេឡេក៏បាននេះតេឡេវាយើងចុចតេឡេបាទឃើញថាវាដើរវិញអស់ហើយត្រឹមត្រូវអស់ហើយបាទឡាននេះវាមានបញ្ហាខាងស្ដាំនេះវាអត់ដំណើរការហើយខាងឆ្វេងនោះលាន់តែម្ចាស់គាត់ហ្នឹងគឺអត់គាត់ឲ្យធ្វើតែខាងស្ដាំទេអញ្ចឹងឥឡូវខាងស្ដាំយើងបានជួសជុលរួចហើយបាទឥឡូវយើងកំពុងតែធ្វើតេស្តវាបាទឃើញថាវាដំណើរការទៅមកវា smooth ធម្មតាចូលងាំចូលកលាក់អីវាត្រឹមត្រូវទាំងអស់ចឹងណាបាទឃើញថាវាដើរទៅធម្មតាវា smooth បាទហ្នឹងហើយបងប្អូនបើសិនជាបងប្អូនមានបញ្ហាលើផ្នែកទ្វារចំហៀងថាSina Alphard Kia Carnival ឬមួយក៏អីផ្សេងទៀតទៅជាងកន្លែងខ្ញុំមានទទួលធ្វើបាទនៅជាងរិនណាហើយបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទតាក់ទងតាម Telegram Messenger អីបងប្អូនអាចតាក់ទងបានហ្នឹងហើយបងប្អូនបើត្រូវការជួសជុលអីអាចតាក់ទងមកបានណាបងប្អូនអរគុណច្រើនem huaបងប្អូនem hua